ตกรรมខ្ញុំឃើញបាតកម្មនៅស្រុកគេណាលោកសរម Yeah បាតកម្មនៅកូរ៉េបាតកម្មនៅជប៉ុនខ្ញុំឃើញគេធ្វើបាតកម្មនៅថៃខ្ញុំអត់ដែលឃើញបាតកម្មណាមានហឹបប្រមូលលុយសោះមានហឹបប្រមូលលុយយ៉ាចេញមកមានតែស្រុកមានតែក្រុមបាតកម្មអ្នកប្រជាធិបតេយ្យអស់លោកដែលបាតកម្មឲ្យមានហឹបប្រមូលលុយនៅកូរ៉េនៅជប៉ុននៅថៃដែលមានបាតកម្មខ្ញុំធ្លាប់ឃើញហើយអាចត្រឡប់ទៅមើលឡើងវិញមានបាតកម្មណាមួយរបស់ប្រទេសគេនេះបាតកម្មដាក់ហឹបប្រមូលលុយអូខេបាទសល់1នាទីតែខ្ញុំចោលទេអូខេសូមអញ្ជើញឆ្លើយចំណាយស្មើមុនក៏បានខ្ញុំអ្នកឆ្លើយសធីអត់ឲ្យសធីឆ្លើយហ្នឹងឯនេះឥឡូវខ្ញុំឆ្លើយទាំងអស់បងលីហងឥឡូវខ្ញុំឆ្លើយអាមួយនេះលឿនកុំឲ្យលោកខ្ញុំភ្លេចថាបាតកម្មកន្លែងណាមានហឹបហ្នឹងឥឡូវខ្ញុំសួរលីហងឯងវិញលីហងឯងហូបបាយហងឯងឯក៏ផឹកទឹកឃើញទេគេថាធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយធ្វើឆ្លើយចុះបាទអរគុណឃើញទេចឹងបាតកម្មនេះគេមានការចំណាយទឹកចំណាយបាយចំណាយអីគេយកអាហ្នឹងឲ្យកន្លែងជួលឧទាហរណ៍កន្លែងហ្នឹងបើគេជួលកន្លែងធ្វើបាតកម្មហ្នឹងគេយកអាការចូលថវិកាបន្តិចបន្តួចហ្នឹងមកចំណាយលើហ្នឹងសុំតិចកន្លែងបាតកម្មនោះជួលមែនទេបងបើសិនជាជួលឧទាហរណ៍ណាបើមិនជួលអាហ្នឹងក៏ចំណាយលើបាយលើស្អីអស់ហ្នឹងឯងអាហ្នឹងមួយប៉ុន្តែសួរថាលោកលីហុងឯងបានទៅមើលផ្ទាល់ថាគេចំណាយហើយគេជួយនឹងរបៀបម៉េចហើយគេយកទៅធ្វើស្អីថាវិការហ្នឹងលោកលីហុងឯងយកអាហ្នឹងមកវាយគេយកអាហ្នឹងមកវាយគេប្រមូលឥឡូវគេវាយបកទៅវិញហ៊ុនម៉ាណែតរដ្ឋាភិបាលលីហុងឯងហ្នឹងបានទៅធ្វើគម្រោងមួយផ្លូវព្រំដែនហ្នឹងឲ្យប្រជារាយង្គៀសប្រជាជនយល់ទេឲ្យចូលរួមក្នុងការកសាងផ្លូវហ្នឹងហេតុអីមកទៅរាយហ្នឹងដែររដ្ឋាភិបាលមានកញ្ចប់ថវិកាខាធ្វើការសងសាងផ្លូវមាននេះថវិកាជាតិហេតុអីបានទៅទាមទារឲ្យប្រជាជនទៅរាយង្គៀសហ្នឹងឃើញបើលីហុងឯងឆ្លើយបានខ្ញុំក៏ឆ្លើយអានេះបានដែរព្រោះថវិកាគេយកមកទ្រទ្រង់សកម្មភាពគណៈគេហៅឧទាហរណ៍ចលនាអញ្ចឹងទៅគេយកអាហ្នឹងមកទ្រទ្រង់អាហ្នឹងធ្វើសកម្មភាពយល់ទេបើលីហុងឯងហ្នឹងវាអត់ចេះគិតអាហ្នឹងទេហើយដូចយើងហូបបាយលីហុងឯងហូបបាយរាល់ថ្ងៃក្នុងមួយថ្ងៃ3ពេលអត់មួយពេលមិនបានផងយកអាលុយហ្នឹងមកទ្រទ្រង់ជីវភាពខ្លួនឯងនេះខ្ញុំរស់អាសាស្ទេកឃើញទេបើលីហុងឯងមិនហូបបាយលីហុងឯងស្លាប់ឥឡូវហ្នឹង13ខែក្រោយស្លាប់ខ្ញុំយល់ហើយរឿងចលនានេះរឿងគេធ្វើនយោបាយនេះបើគ្មានថវិកាទ្រទ្រង់សកម្មភាពទេគ្មានហិរញ្ញវត្ថុទេមិនអាចធ្វើបានទេអានឹងនិយាយគ្នាច្បាស់ត្រឹមត្រូវហើយកុំថារាយង្គៀសហ្នឹងយកទៅធ្វើស្អីគេទ្រទ្រង់សកម្មភាពធ្វើនយោបាយនិយាយច្បាស់ហ្មងហើយមិនបាច់ទៅសួរទៀតទេហើយកុំទៅឆ្ងល់ទេអត់ខុសទេខ្ញុំឯកភាពកន្លែងចម្លើយខ្ញុំចូលនៅនេះវិញបាទលីហុងឯងបញ្ជាក់ថាតំណាងតុងតំណាងស្អីឥឡូវខ្ញុំនិយាយមួយឲ្យច្បាស់ហើយកុំមកឆ្លើយទៀតហើយថាឲ្យខ្ញុំនឹងបង្ហាញមកលោលីហុងឯងមិនបានព័ត៌មានពីអង្គការតុងជាតិកម្ពុជាក្រោមនេះគឺជាតុងជាតិតំណាងគេថាសិទ្ធិជនជាតិដើមនៃខ្មែរកម្ពុជាក្រោមហើយទៅមើលខ្លួនឯងពីព្រោះរដ្ឋាភិបាលលោកលីហុងឯងក៏មានតំណាងនៅអង្គការសហប្រជាជាតិឲ្យគេរាយការណ៍មកសុំឯកសារគេពីហ្នឹងមកគេតំណាងជនជាតិដើមមិនមែនរដ្ឋាភិបាលទេជនជាតិសិទ្ធិជនជាតិភាគដើមនៃខ្មែរកម្ពុជាក្រោមមិញខ្ញុំលើលោកក្រមលើកឡើងថាជាតំណាងជនជាតិតំណាងប្រទេសកម្ពុជាក្រមបើខ្ញុំសួរបន្ថែមណាអាហ្នឹងក៏ជាតំណាងប្រទេសដែរប៉ុន្តែវាមិនតន់ទេកើតយល់ទេប៉ុន្តែអនាគតទៅវាកើត
អូចឹងអនាគតមានប្រទេសកម្ពុជាក្រោមចឹងណា ព័ត៌មាននៅទៅរីកាទៅវៀតណាមខ្ញុំឆ្លើយទៅ លោក នេះទៅ ឯកលោកឯកក្រុមចឹងអនាគតទៅកម្ពុជាក្រោមនឹងក្លាយជាប្រទេសមួយប្រទេសកម្ពុជាក្រោមចឹងហ៎ ចាលីហុងឯងដឹងកោះទីមួកើតពីអីហ៎កោះទីមួ អីខ្ញុំសុំទោសសុំអានេះខ្ញុំសុំសួរសុំឆ្លើយត្រង់ថា ខ្ញុំចាក់ឲ្យលីហុងឯងឲ្យវាអោបរំភើបទៅទៀតទៅ បងឯងស្រម អនាគតទៅគេអាច មិនក៏តូច អាចឆ្លើយថាខ្ញុំសួរថាតើកម្ពុជាក្រោមថ្ងៃក្រោយនឹងក្លាយជាប្រទេសកម្ពុជាក្រោមចឹងហ៎ ហើយអាភាសាអស់ហ្នឹងហើយសំណួរហ្នឹងលីហុងឯងមិនអាចនិយាយមិនអាចឈឺឆ្អាបវាមិនអាចក្តៅកាហាយលីហុងឯងទេព្រោះលីហុងឯង ខ្ញុំហើយតែខ្ញុំចង់រៀនសូត្រក្រែងឡើយនេះ មិនរៀនសូត្រទេមិនឆ្ងល់ហើយមិនរៀនសូត្រទេ ជួបយើងខ្មែរនិយាយដែរ សบายចិត្តទៅបើគេចង់ទៀមទា ខ្ញុំទៅ របស់គេមកវិញ បានយល់ថា យើងសบายចិត្ត លោ ទៅ កឯកសរមថាកម្ពុជាក្រោមថ្ងៃក្រោយនឹងក្លាយជាប្រទេសមួយ គឺឥឡូវកុំប្រចាញ់បោកល្បិចរបស់យួន បើសិននេះខ្មែរកណ្ដាលដូចជាឥឡូវហ៊ុនម៉ាណែតគេថាស្នេហាជាតិបើគេស្នេហាជាតិគេអាចឲ្យខ្មែរកម្ពុជាក្រោមមានសិទ្ធិតវ៉ារបស់គេបើកសិទ្ធិសេរីភាពមិនមែនបិទសិទ្ធិសេរីភាពដូចបច្ចុប្បន្ននេះទេ អូខេ យល់ទេ បង អាហ្នឹងប៉ុន្តែលីហុងឯងថាស្នេហាជាតិដល់មាត់ហ្នឹងប៉ុន្តែកុំនឹក ចឹងខ្ញុំសួរទៀតខ្ញុំសួរបន្ថែមតិចទៀតមួយទៀតលោកសរមចឹងនៅពេលដែលកម្ពុជាក្រោមកើតជាប្រទេសមួយហើយចឹងកម្ពុជាយើងដែលមានប្រាសាទអង្គរវត្តនៅក្នុងទង់ជាតិយើងនេះប្រទេសពីរនោះវាចូលជាប្រទេសតែមួយយ៉ាងម៉េច គេមានសិទ្ធិសេរីភាពបំបែករដ្ឋតាគេមានសិទ្ធិតា អត់ទេកម្ពុជាក្រោមនៅពេលដែលក្លាយជាប្រទេសតែមួយ លីហុងឯងតើកុំ តែកម្ពុជាក្រោមនិងកម្ពុជាកណ្ដាលយើងនេះវាចូលច្បាច់ចូលគ្នាយ៉ាងម៉េច កុំទៅញ៉ាយពេកបើគេមានសិទ្ធិបំបែករដ្ឋគឺមានសិទ្ធិបំបែករដ្ឋ បំបែកយ៉ាងម៉េច ចិនមានចិនសិង្ហបុរីចិនតៃវ៉ាន់និងចិនប៉េកាំងឃើញខ្ញុំយកដល់3ហ្នឹងមកនិយាយ អត់ទេខ្ញុំអត់ចង់ដឹងទេខ្ញុំចង់ដឹងតែកម្ពុជាក្រោមទេតែកម្ពុជាក្រោមនៅតែអនាគតដែលលោកសរមថានឹងក្លាយជាប្រទេសមួយ មាន តើគេខ្លាចជាប្រទេសមួយកម្ពុជាក្រោមនេះវាពាក់ព័ន្ធអីជាមួយកម្ពុជាយើងដែលយើងត្រូវធ្វើបាតកម្មរួមគ្នា ទីមកខាងកើត បាទ ឃើញទេ អូខេអត់ទេ បើ មិន លី ឆ្ ហុង លើយ ឯ ក៏ ង បាន មិនឲ្យមកគ្រប់គ្រងជួនកាលគេទៀមទាយូរទៅគេអាចបំបែករត់ណាលីហុង បំបែករត់យ៉ាងម៉េចបំបែកពីណាទៅណាកម្ពុជាក្រោមបំបែកចេញពីវៀតណាមអញ្ចឹងហ៎ សិទ្ធិរបស់គេលីហុងឯងទៅឈឺឆ្អាប អូរឿងសិទ្ធិរបស់គេមិនត្រូវ មិនធ្វើទៅយកបាយមក ត្រឹមត្រូវ ឯលីហុងឯងទៅឈឺ កម្ពុជាក្រោម មើលនេះឯងថាជនជាតិខ្មែរហើយណា កម្ពុជាក្រោមកូសាំងស៊ីនបំបែកចេញវៀតណាមជារឿងសិទ្ធិរបស់គេបំបែកបានរឿងរបស់គេប៉ុន្តែហេតុអ្វីកម្ពុជាក្រោមវាពាក់ព័ន្ធអីមួយកម្ពុជាយើងនេះ គេមានសិទ្ធិគេឈាមចូលជាខ្មែរដែរតា បើគេប្រទេសមួយដាច់ស្រឡៃ ហើយចាស់កម្ពុជាក្រោមនិយាយភាសាខ្មែរកាន់គេកាន់សាសនាពុទ្ធហ៎ អត់មានប្រទេសកាន់សាសនាពុទ្ធ គេនិយាយភាសាខ្មែរក៏មានវត្តអារាមខ្មែរ មានប្រទេសច្រើនកាន់សាសនាពុទ្ធមិនជាបញ្ហាពាក់ព័ន្ធសាសនាទេ គេមានសិទ្ធិចូលរួម មានសិទ្ធិ ពួកខ្មែរយើងវាមាន3ខ្មែរលើខ្មែរកណ្ដាលខ្មែរក្រោម បាទអត់ខ្ញុំអត់ដឹងខ្ញុំដឹងថា អីនិយាយតែខ្មែរហើយអត់មាន រាជាណាចក្រកម្ពុជាបច្ចុប្បន្ននេះ ចូលរួមមួយគ្នាទេឯងកម្ពុជាក្រោមក៏មកសិទ្ធិចូលរួមមកខ្ញុំកណ្ដាលហេកណ្ដាល អត់ ខ្ញុំ បញ្ហា ខ្មែរកណ្ដាលក៏មានសិទ្ធិទៅចូលរួមកម្ពុជាក្រោមក៏មានសិទ្ធិចូលរួមមកខ្មែរលើ កម្ពុជាក្រោមមានសិទ្ធិចូលរួមជាមួយកម្ពុជាកណ្ដាលធ្វើនយោបាយរួមគ្នាណាអានឹងរឿងរបស់អង្គសរមចុះ ឥឡូវខ្ញុំ ក៏សម្គាល់យកទុកហើយយកទៅពិចារណាដល់ខ្លួនឯងថាពាក្យសម្ដីលោកសរមថាកម្ពុជាក្រោមថ្ងៃក្រោយនឹងក្លាយជាប្រទេសមួយហើយរួមជាមួយនឹងកម្ពុជារបស់យើងរាជាណាចក្រកម្ពុជាបាទខ្ញុំព្យាករយល់ណាសូមឲ្យស្ដាប់កន្លែងនេះបងប្អូនយកទៅពិចារណាត្រឹមត្រូវឬទេ សុំខ្ញុំសួរលីហុងមួយសិនលីហុងឯងទទួលស្គាល់ថាវៀតណាមមានវៀតណាមខាងត្បូងវៀតណាមខាងជើងទេទទួលស្គាល់ ណាសួរខ្ញុំឯណាក៏ដឹងដែរ ហេតុអីបានវៀតណាមពីរនឹងចូលគ្នាបាន បាទគឺក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលតែមួយ ហេតុអីបានកម្ពុជាក្រោមហើយខ្មែរកណ្ដាលមិនអាចចូលរួមគ្នាបាន ក៏ខ្មែរកណ្ដាលមានថាកម្ពុជាយើងណាគេចូលគ្នាអញ្ចឹងលោកឯងចង់ឲ្យកម្ពុជាក្រោមចូលជាមួយកម្ពុជាកណ្ដាលហ៎ហើយអ្នកណាដឹកនាំ ខ្មែរយើងកណ្ដាលខ្មែរក្រហមកណ្ដាល អ្នកណាដឹកនាំ ដោយវៀតណាម អ្នកដឹកនាំគឺអ្នកដែលឈ្នះឆ្នោតមែនទេដល់ពេលបោះឆ្នោតគេ40លានយើង16 17លានអ្នកណាឈ្នះឆ្នោត มันខ្វល់ទេឲ្យតែ
ខ្មែរកម្ពុជាស្នេហាជាតិវាស្រឡាញ់ខ្មែរទាំងអស់ខ្មែរកដាខ្មែរលើនឹងមានណា ភាសាជាងខ្មែរទៅធ្វើឆ្កែយួនឥឡូវខ្ញុំលោកសរុប លីហុងលីហុង សុធីឯកុមារទុកឲ្យលោករំគាត់បញ្ចេញ ទាំងអស់កុំឲ្យញញហើយឥឡូវនេះខ្ញុំចង់ចូលមកម្ដងគឺកុំឲ្យលីហុងពោតែតិនទៅរឿងនេះ រឿងអីបិទសលេងខ្ញុំ ប្រាប់ថាឲ្យទុកម៉ោងខ្ញុំយើងនិយាយតែ2នាក់ហើយយើងអត់យើងកកោទៅជាបញ្ហាវល់អស់ខ្ញុំជាអ្នកគ្រប់គ្រងនៅក្នុងការបើកបិទនេះលោកសរមជាអ្នកសម្របសម្រួលកម្មវិធីសុធារឿយមកបិទ តែខ្ញុំនិយាយទៅអត់ម៉ោងរបស់ខ្ញុំអត់បាននិយាយ អត់និយាយទៅសុំលោកសរមអ្នកសម្របសម្រួល លោកសរមអ្នកសម្របសម្រួលប៉ុន្តែឲ្យគាត់និយាយស្ដាប់ខ្ញុំសិនស្ដាប់ខ្ញុំចាំឲ្យគាត់សម្របសម្រួល បិទម៉ៃស្ដាប់ខ្ញុំសិនចាំឲ្យគាត់សម្របសម្រួល បិទម៉ៃខ្ញុំដល់ទៀតខ្ញុំឈប់ស្ដាប់ខ្ញុំសិនលីហុងចង់រកកន្លែងរត់ទេលេះលីហុងតែចឹងឯងកុំជេរម៉ែខ្ញុំរត់ណាបាទឥឡូវខ្ញុំចង់បង្ហាញចេះបងប្អូនជំនឿជាតិខ្ញុំឲ្យស្ដាប់ខ្ញុំបន្តិចអត់ស្ដាប់គិតជែកគ្នាពលឥឡូវខ្ញុំចង់និយាយចេះបងឯស្រមគាត់អ្នកសម្របសម្រួលដែរទេប៉ុន្តែគ្រាន់ឲ្យស្ដាប់ខ្ញុំសិនថាឥឡូវនេះគឺខ្ញុំដល់ម៉ោងខ្ញុំអញ្ចឹងហើយយើងចាំនិយាយក្នុងម៉ោងរកខ្លួនឯងទៅណាសំហេតុផលទេបងប្អូនជំនឿជាតិហើយបើបងឯស្រមគាត់និយាយតែពីអ្នកលីហុងអញ្ចឹងខ្ញុំមិនបានមកនិយាយព្រោះខ្ញុំជាអ្នកនិយាយមួយដែរហ្នឹងអញ្ចឹងហើយខ្ញុំផ្ដល់យោបល់អញ្ចឹងមិនដែរបងស្រមយល់ព្រមអត់ឥឡូវខ្ញុំបើកសម្លេងសិនបងលីហុងឈប់សិនហើយអញ្ចឹងចាំលើកក្រោយបងលីហុងនិយាយម្ដងអូខេអាហ្នឹងគ្រឿងត្រឹមត្រូវយើងឲ្យមានគេហៅថារបៀបរៀបរយកាលណាយើងជជែកគ្នាទៅយើងផាត់មនុស្សម្នាក់ចោលយើង3នាក់មិនចឹងខ្ញុំមិនអង្គុយមិនក្រៀមឥឡូវអូខេឥឡូវយើងចូលមកចំណុចលីហុងម្ដងលីហុងម៉ោង1:12នាទីបាទមើលមកបងឯងមើលមកគាត់ថាហេតុអីអានេះអូខេគាត់ថាហេតុអីគាត់សួរសំណួរដែរកម្ពុជាក្រោមហ្នឹងត្រូវកាន់ទង់ជាតិកម្ពុជាក្រោមអីយើងឆ្លើយបញ្យល់ឲ្យគាត់ចង់កោទេហេតុអីហើយគាត់ចង់ឆ្ងល់រឿងកម្ពុជាក្រោមនេះចូលអង្គការសហជីវជាតិកាលណាខ្ញុំផ្ញើ link មួយចូលទៅក្នុង line នេះលីហុងបច្ឆែកមើលខ្លួនឯងចេះអង់គ្លេសស្រេចណាគឺចូលក្នុងសមាគេហៅថា membership ចូលក្នុង membership គេហៅ KF ណាចូលជា membership ហ្នឹងគឺរបស់គេហៅថាUNPO ណា UNPO ហ្នឹងគឺបានចូលតាំងពីឆ្នាំ2001ម្លេះចឹងអង្គការសហជីវជាតិគេទទួលស្គាល់ថាជាតិសាសន៍មួយដែលជាជាតិសាសន៍ណាដើមកំណើតរបស់ខ្លួននៅកន្លែងហ្នឹងប៉ុន្តែនៅក្រោមអាណានិគមរបស់យួនណាឆែកមើលខ្លួនឯងផ្ញើហ្នឹងអត់ប្រយោជន៍ច្រើនទេទី2លីហុងសួរដែរថាបើនិយាយដែរកោះត្រហ្នឹងបើថាថៃដើមមិនក៏មិនទៅបាតកម្មថៃមិនបាតកម្មខ្មែរមកបាតកម្មថៃម៉េចណាបើមេដឹកនាំអួតខ្លួនឯងជាមេដឹកនាំអត់ទៅបាតកម្មផងយើងបាតកម្មពីមេដឹកនាំមុនរបៀបធ្វើការអញ្ចឹងបើបាតមេដឹកនាំបាតកម្មយើងទៅបាតកម្មអីលីហុងរត់បាត់អីហ្នឹង